30ចំណុចអំពីចិត្តវិទ្យាដែលអ្នកគ្រប់គ្នាគួរតែដឹង 1. បើចង់ឲ្យការងារដើរលឿននិងជោគជ័យជាមួយនឹងបុរសគួរនាំនារីស្អាតទៅជាមួយផង 2. បើណាត់នារីញ៉ាំបាយគួរមានកាដូតិចតួចខ្លះៗឲ្យនាងដើម្បីបង្ហាញការគោរពនិងផ្ដល់ភាពកប់ខ្ទៅ 3. ពេលមានគេទេមកកុំប្រញាប់លើកទូរស័ព្ទភ្លាមគួររង់ចាំប្រហែល1 ទៅ 2 វិនាទីដើម្បីឲ្យមើលទៅអ្នកជាមនុស្សមានតម្លៃនិងមិនមែនទំនេររង់ចាំតែគេ 4. កុំឲ្យតម្លៃឬលះបង់គ្រប់យ៉ាងចំពោះមនុស្សដែលផ្ដល់ឲ្យអ្នកត្រឹមតែបន្តិចបន្តួច 5. បើគេសួរ1ម៉ាត់កុំឆ្លើយដល់ទៅ10ម៉ាត់ព្រោះវាបង្ហាញថាអ្នកឲ្យតម្លៃខ្លួនឯងទាបពេក 6. បើគេណែនាំការងារឲ្យហើយអ្នកចំណេញបានច្រើនអ្នកគួរចែកប្រាក់ចំណេញឲ្យគេពាក់កណ្ដាលដោយមិនបាច់រុញរាដើម្បីឲ្យមានការងារធ្វើមិនចេះដាច់ 7. កុំប្រាប់ចំណូលពិតប្រាកដទៅកាន់មិត្តភក្តិឬសាច់ញាតិគួរប្រាប់តិចជាងការពិតដើម្បីជៀសវាងបញ្ហាផ្សេង 8. បើមនុស្សពូកែជាងបបួលទៅញ៉ាំអីត្រូវដល់តាមគេចេញលុយ បើមនុស្សខ្សោយជាងយើងបបួលទៅត្រូវរអ៊ូថាគ្មានលុយ 9. ការប៉ាវបាយសាមញ្ញបាន10ពេលល្អជាងប៉ាវបាយហឺបៀតែមួយពេល 10. រឿងដែលមិនទាន់ជោគជ័យកុំទាន់ប្រាប់អ្នកណាឲ្យដឹងសូម្បីតែទេវតាក៏ដោយព្រោះភាពជោគជ័យត្រូវការភាពស្ងប់ស្ងាត់ 11. បើស្រឡាញ់គ្នាខ្លាំងរៀនបាត់មុខខ្លះដើម្បីឲ្យគេនឹកគេនឹងចង់ដឹងចង់លឺដំណឹងរបស់យើង 12. ងក់ក្បាលតិចពេលកំពុងនិយាយបញ្ចុះបញ្ចូលនឹងធ្វើឲ្យអ្នកស្ដាប់ងាយយល់ស្របតាមអ្នក 13. ប្រើពាក្យថាអរគុណដែលបានរង់ចាំជំនួសឲ្យពាក្យសុំទោសដែលមកយឺតដើម្បីរក្សាបរិយាកាសវិជ្ជមាន 14. សុំឲ្យគេជួយរឿងតូចតាចរបស់យើងមួយនឹងធ្វើឲ្យគេមានទំនោរចូលចិត្តយើងកាន់តែខ្លាំង 15. បើដឹងថាមានគេត្រៀមនឹងស្ដីបន្ទោសអ្នកចូលទៅអង្គុយក្បែរគេផ្ទាល់វានឹងកាត់បន្ថយភាពខឹងសម្បាររបស់គេ 16. ព្យាយាមហៅឈ្មោះអ្នកដទៃឲ្យបានញឹកញាប់ព្រោះមនុស្សគ្រប់គ្នាចូលចិត្តឮឈ្មោះខ្លួនឯង 17. បើមានអារម្មណ៍ភ័យខ្លាចឬបារម្ភចូលទំពាស្កកៅស៊ូដើម្បីបោកខួរក្បាលថាអ្នកកំពុងមានសុវត្ថិភាព 18. ធ្វើកាយវិការត្រាប់តាមដៃគូសន្ទនាបន្តិចបន្តួចនឹងធ្វើឲ្យគេមានអារម្មណ៍ស្និទ្ធស្នាលជាមួយអ្នកលឿនជាងមុន 19. មនុស្សភាគច្រើនចងចាំតែអ្វីដែលកើតឡើងនៅចំណុចដំបូងនិងចំណុចចុងក្រោយប៉ុណ្ណោះ 20. ក្រោយពេលដាក់សំណើចរចាអ្វីមួយចូលនៅស្ងៀមរង់ចាំគេឆ្លើយកុំនិយាយបកស្រាយច្រើនពេក 21. ស្លៀកពាក់ពណ៌ខៀវជួយឲ្យអ្នកមើលទៅជាមនុស្សដែលមានចំណេះដឹងនិងគួរឲ្យទុកចិត្ត 22. បើត្រូវការជំនួយក្នុងចំណោមមនុស្សច្រើនចូលចង្អុលបង្ហាញចំឈ្មោះឬសម្គាល់រូបរាងមនុស្សម្នាក់ឲ្យជួយ 23. មនុស្សនឹងមិនចាំសម្ដីអ្នកទាំងអស់ទេប៉ុន្តែគេនឹងចាំអារម្មណ៍ដែលអ្នកបានផ្ដល់ឲ្យគេ 24. បើមានគេស្រែកដាក់អ្នកចូលរក្សាភាពស្ងប់ស្ងាត់បំផុតនោះគេនឹងមានអារម្មណ៍ខុសដោយខ្លួនឯង 25. បើមានគេនិយាយឌឺដងចូលសួរគេវិញដោយភាពរាក់ទាក់ថាតើអ្នកមានបញ្ហាអីឬអត់ដើម្បីបញ្ចប់ការឌឺដង 26. ប្រើពាក្យថាខ្ញុំត្រូវការជំនួយពីអ្នកដើម្បីបើកចិត្តមនុស្សឲ្យផ្ដល់តម្លៃនិងជួយអ្នកដោយស្មោះ 27. សម្លឹងមើលជើងរបស់ដៃគូសន្ទនាបើចុងជើងគេបែរចេញគឺមានន័យថាគេចង់បញ្ចប់ការជជែកហើយ 28. ញញឹមមុនពេលលើកទូរស័ព្ទវានឹងធ្វើឲ្យទឹកដមសំឡេងរបស់អ្នកស្ដាប់ទៅគួរឲ្យចង់រាប់អាន 29. បើមានរឿងស្មុគស្មាញក្នុងចិត្តចូលសរសេរវានៅលើក្រដាសដើម្បីជំរុះភាពតានតឹងចេញពីខួរក្បាលបើចង់ចេះរឿងអ្វីមួយឲ្យបានច្បាស់បំផុតចូលព្យាយាមពន្យល់រឿងនោះទៅកាន់ក្មេងម្នាក់ឲ្យយល់
ទីផ្សារម៉ូទ័រអគ្គិសនីគ្រប់ប្រភេទនិងសម្ភារៈជាងគ្រប់មុខផលិតផលសុទ្ធនាំមកពីប្រទេសជប៉ុនចែកចាយបោះដុំលក់រាយ25ខេត្តក្រុងទំនាក់ទំនងតាមលេខទូរស័ព្ទខាងក្រោមសូមអរគុណ